នៅក្នុងប្រទេសកម្ពុជានៅពេលដែលនិយាយអំពីការបញ្ជាទិញសភាវុធសម្រាប់ការពារជាតិមតិសាធារណជនតែងតែបែងចែកជាពីរអ្នកខ្លះជំរុញឲ្យរដ្ឋាភិបាលទិញសភាវុធពីសហរដ្ឋអាមេរិកខ្លះទៀតឲ្យទិញពីប្រទេសចិនហើយក៏មានអ្នកខ្លះយល់ឃើញថាគួរតែទិញពីប្រទេសទាំងពីរនេះតែម្ដងក្រឡេកមកមើលឲ្យស៊ីជម្រៅតាមពិតទៅសភាវុធមិនមែនជាឧបករណ៍សម្រាប់ការពារទឹកដីតែមួយមុខនោះទេវាក៏ជាឧបករណ៍ការទូតនិងជាមធ្យោបាយសម្រាប់វាស់ស្ទង់អំណាចដ៏សំខាន់បំផុតនៅលើឆាកអន្តរជាតិផងដែរទោះបីជាសភាវុធរបស់អាមេរិកមានតម្លៃថ្លៃក្បួនច្បាប់ស្មុគស្មាញនិងមានលក្ខខណ្ឌច្រើនជាងសភាវុធរបស់ចិនក៏ដោយតែសហរដ្ឋអាមេរិកនៅតែអាចរក្សាតំណែងជាប្រទេសនាំចេញអាវុធលំដាប់ទី1នៅក្នុងពិភពលោកតើមានអាចកំបាំងអ្វីខ្លះទី1ប្រសិទ្ធភាពនិងបទពិសោធន៍ទោះបីជាសភាវុធអាមេរិកមានតម្លៃថ្លៃក៏ពពកប៉ុន្តែនៅតែមានអ្នកតម្រង់ជួររងចាំបញ្ជាទិញច្រើនបំផុតក៏ដោយសារតែប្រសិទ្ធភាពនៃសភាវុធទាំងនោះមិនថាជាយន្តហោះចម្បាំងបំបាំងកាយ S-35 ប្រព័ន្ធការពារអាកាស Patriot ឬកំពូលមីស៊ីល HIMARS នោះទេសុទ្ធតែជាអាវុធដែលបានឆ្លងកាត់ការសាកល្បងក្នុងសង្គ្រាមពិតៗជាច្រើនទសវត្សរ៍មកហើយគុណភាពនៃគ្រឿងយុទ្ធោពករណ៍ទាំងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់តាមរយៈលទ្ធផលជាក់ស្ដែងនិងការទទួលស្គាល់ពីសំណាក់អតិថិជនជុំវិញពិភពលោកដូចនេះសម្រាប់ប្រទេសដែលសម្រេចចិត្តបញ្ជាទិញពួកគេមិនមែនគ្រាន់តែទិញដែកមួយដុំឬបច្ចេកវិទ្យាមួយគ្រឿងឡើយប៉ុន្តែពួកគេកំពុងទិញទំនុកចិត្តកម្រិតខ្ពស់ដើម្បីធានាសុវត្ថិភាពរបស់ពួកគេនៅពេលដែលមានអាសន្នទី2ប្រព័ន្ធបច្ចេកវិទ្យានិងការថែទាំយូរអង្វែងការទិញសភាវុធពីអាមេរិកមិនត្រឹមតែទទួលបានអាវុធតែមួយមុខនោះទេប៉ុន្តែគឺជាការចូលរួមជាសមាជិកនៃបណ្ដាញការពារជាតិដ៏ធំបំផុតនៅក្នុងលោកដែលផ្ដល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន3ដូចជាការហ្វឹកហ្វឺនកម្រិតខ្ពស់អាមេរិកផ្ទេរទាំងបច្ចេកទេសនិងយុទ្ធសាស្ត្រសឹកសង្គ្រាមដើម្បីពង្រឹងសមត្ថភាពកងទ័ពនៅក្នុងកម្រិតស្តង់ដារអន្តរជាតិការធានាគ្រឿងបន្លាស់រយៈពេលវែងដែលអាចអស់បន្លាយរហូតដល់30ទៅ40ឆ្នាំធានាថាអាវុធទាំងនោះនឹងមិនក្លាយជាដែកអេតចាយដោយមានការធ្វើបច្ចុប្បន្នភាពជានិច្ចតាមការវិវត្តនៃបច្ចេកវិទ្យាការតភ្ជាប់ Data Link ដែលអនុញ្ញាតឲ្យសភាវុធទាំងអស់មិនថានៅលើអាកាសក្នុងទឹកឬនៅលើដីគោកអាចដោះដូរព័ត៌មាននិងវាយប្រហារគោលដៅរួមគ្នាបានយ៉ាងច្បាស់លាស់ជាទីបំផុតទី3បានធានាសន្តិសុខការទិញសភាវុធពីសហរដ្ឋអាមេរិកគឺជាការចងសម្ព័ន្ធភាពយុទ្ធសាស្ត្រនៅពេលដែលប្រទេសណាមួយសម្រេចចិត្តប្រើប្រាស់ប្រព័ន្ធអាវុធរបស់អាមេរិកវាក៏មានន័យថាប្រទេសនោះបានភ្ជាប់ជោគវាសនាសន្តិសុខរបស់ខ្លួនទៅនឹងខ្សែសង្វាក់ការពារជាតិរបស់ទីក្រុង Washington រួចស្រេចទៅហើយនេះគឺជាមូលហេតុដែលនាំឲ្យរដ្ឋាភិបាលនៃប្រទេសជាច្រើនសុខចិត្តចំណាយថវិកាយ៉ាងមហាសាលដើម្បីទិញសភាវុធទាំងនោះព្រោះពួកគេចង់ជ្រកក្រោមឆ័ត្រសន្តិសុខដែលការពារដោយអាមេរិកក្នុងកលៈទេសៈដែលមានសង្គ្រាមឬការគំរាមកំហែងពីខាងក្រៅការដែលមានអាវុធរបស់អាមេរិកនៅក្នុងដៃនឹងផ្ដល់ជូននូវទំនុកចិត្តថាពួកគេនឹងទទួលបានកិច្ចការពារឬយ៉ាងហោចណាស់ក៏មានការគ្រប់គ្រងផ្នែកនយោបាយពីអាមេរិកផងដែរក្នុងករណីពិសេសសហរដ្ឋអាមេរិកនឹងមិនបណ្ដោយឲ្យប្រទេសដែលប្រើសភាវុធរបស់ខ្លួនច្បាំងចាញ់ប្រទេសដែលប្រើប្រាស់សភាវុធរបស់គូប្រជែងឡើយព្រោះវាអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសភាវុធរបស់ខ្លួនហេតុផលធំទាំង3ខាងលើនេះហើយដែលជាកត្តាជំរុញដល់ភាពជោគជ័យក្នុងវិស័យសភាវុធរបស់អាមេរិកទោះជាយ៉ាងណាក៏ដោយសូមកុំមើលរំលងឥទ្ធិពលរបស់មហាអំណាចចិនឲ្យសោះព្រោះថាសភាវុធរបស់ចិនកំពុងរីកសាយភាយយ៉ាងខ្លាំងដែលរុញច្រានឲ្យចិនក្លាយទៅជាប្រទេសនាំចេញអាវុធធំលំដាប់ទី4នៅក្នុងពិភពលោកផងដែរចិនមានយុទ្ធសាស្ត្រខុសប្លែកពីអាមេរិកដោយពួកគេវាយលុកទីផ្សារតាមរយៈគោលការណ៍តម្លៃសមរម្យបច្ចេកវិទ្យាទំនើបនិងគ្មានលក្ខខណ្ឌនយោបាយនេះគឺជាចំណុចទាក់ទាញបំផុតសម្រាប់ប្រទេសកំពុងអភិវឌ្ឍឬប្រទេសដែលមានបញ្ហានយោបាយជាមួយលោកខាងលិចចិនមិនដែលចោទសួរសំណួរអំពីស្ថានភាពផ្ទៃក្នុងរបស់ប្រទេសអ្នកទិញនោះទេដែលធ្វើឲ្យចិនក្លាយទៅជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នៅក្នុងតំបន់អាហ្វ្រិកមជ្ឈិមបូព៌ានិងអាស៊ីអាគ្នេយ៍ ត
ការប្រកួតប្រជែងគ្នារវាងអាមេរិកនិងចិនមិនត្រឹមតែនៅលើការលក់សព្វាវុធប៉ុណ្ណោះទេប៉ុន្តែថែមទាំងប្រកួតប្រជែងគ្នានៅលើប្រព័ន្ធបច្ចេកវិទ្យាយោធាថែមទៀតផងនៅពេលដែលប្រទេសមួយចាប់ផ្ដើមប្រើប្រាស់ប្រព័ន្ធរ៉ាដាមីស៊ីលឬយន្តហោះចម្បាំងពីប្រទេសចិនពួកគេនឹងពិបាកក្នុងការប្រើប្រាស់អាវុធរបស់អាមេរិកឲ្យស៊ីគ្នាខ្លាំងណាស់នេះគឺជាល្បែងដែលបង្ខំឲ្យអ្នកទិញត្រូវតែជ្រើសរើសថាគួរឈរនៅខាងណានៅក្នុងពិភពលោកមានតែប្រទេសប៉ាគីស្ថានមួយគត់ដែលអាចប្រើប្រាស់ទាំងយន្តហោះចម្បាំង F-16 របស់អាមេរិកនិង J-10C របស់ចិនក្នុងពេលតែមួយទោះជាយ៉ាងណាក៏ដោយយើងឃើញថានៅក្នុងពេលបច្ចុប្បន្ននេះពិភពលោកកំពុងប្រែប្រួលដោយសារចិនកំពុងធ្វើទំនើបកម្មអាវុធរបស់ខ្លួនឲ្យកាន់តែទំនើបខណៈអាមេរិកក៏កំពុងព្យាយាមបន្ធូរបន្ថយលក្ខខណ្ឌខ្លះដើម្បីរក្សានិងស្វែងរកអតិថិជនថ្មីៗរបស់ខ្លួនជាក់ស្ដែងកម្ពុជាយើងក៏ទើបតែរួចផុតពីបំរាមលក់អាវុធរបស់អាមេរិកនៅក្នុងពេលថ្មីៗនេះផងដែរក្នុងពេលបច្ចុប្បន្ននេះសភាវុធរបស់សហរដ្ឋអាមេរិកមានគុណភាពល្អដាច់គេហើយវាគឺជាជម្រើសដ៏ល្អបំផុតប៉ុន្តែក្រៅពីការចំណាយខ្ពស់វានៅមានលក្ខខណ្ឌនយោបាយដ៏ស្មុគស្មាញបំផុតពេលខ្លះមិនប្រកាសថាមានលុយហើយយើងអាចទិញវាបាននោះទេយ៉ាងណាមិញសភាវុធពីប្រទេសចិនគឺជាជម្រើសដ៏ល្អមួយផងដែរយើងគួរតែស្វែងយល់ថាឆ្មាសឬខ្មៅមួយណាក៏ដោយឲ្យតែចាប់កណ្ដុរបានគឺគ្រប់គ្រាន់ហើយកុំដោយសារតែយើងមិនពេញចិត្តទៅនឹងពណ៌សម្បុររបស់វាបណ្ដោយឲ្យកណ្ដុរអុកឡុកផ្ទះរបស់យើងអីហើយកុំព្យាយាមលើកសរសើរម្ខាងហើយបង្អាប់ម្ខាងទៀតព្រោះការធ្វើបែបនេះអាចធ្វើឲ្យយើងបាត់បង់ផលប្រយោជន៍អរគុណសម្រាប់ការទស្សនាវីដេអូនេះប្រសិនបើបងប្អូនចូលចិត្តសូមចុច like និង share ជួបគ្នានៅវីដេអូបន្ទាប់